សួស្តីប្រិយមិត្តទាំងអស់គ្នាយើងត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតហើយនៅក្នុង Channel ទីបង Anime ដូចជានៅក្នុងរឿងចាំជាតិខ្លាញ់ទៅជា Slime ភាគទី46ដែលជាភាគបន្តរបស់យើងចឹងក៏បង្កើតពេលវេលាយើងទៅទស្សនាការសម្រេចសាច់រឿងរបស់ admin ជាមួយគ្នាតែម្ដងទៅចាំផ្ដើមឡើងនៃភាគនេះគឺមេរបស់ PK Crimson ក៏បានណែនាំនឹងមិនឡត់ទាំងអស់ឲ្យយើងគ្រប់គ្នាស្គាល់ណាដោយទីមួយនេះគឺជា PK Crimson នឹងឯងអាហារសនាមរបស់គេគឺសិតតែជាអាទិទេពនៃភាពងងឹតហើយទី2គឺជា Ramirez ហើយរហស្សនាមរបស់នាងគឺប្រែមិនចេញនោះទេគឺថាប្រែអត់ចេញនោះទេអ្នកគ្នាប្រែចេញណាផ្លូវវែងផ្លូវអីណាទៅពីទៅពេកហ្នឹងទី3 Mirim Nava ដែលរហស្សនាមរបស់នាងគឺជាអ្នកបំភ្លេចបំផ្លាញតទៅមុខទៅអ្នកទាំងអស់គ្នាដឹងហើយថា Mirim ហ្នឹងគឺបំភ្លេចបំផ្លាញប៉ុណ្ណាទី4គឺជាបេដាគូរីយដែលគេនៅហ្នឹងគឺមានរហស្សនាមថាគឺជាយៈដែលបំភ្លេចបំផ្លាញទៅដល់ទីណាគឺដឹងតែបំផ្លាញគេបំផ្លាញឯងគឺមិនខុសអីពី Mirim ប្រហែលនោះទេហើយទី5គឺជា Lloyd Valentine ដែលគេមានអាហារសនាមថាជាស្ដេចបង្ហូរឈាមហើយទី6គឺជា Abedino ដែលគេនេះគេមានអាហារសនាមថាគឺជាអ្នកគ្រប់គ្រងឬក៏ជាអ្នកដែលអាចមានសមត្ថភាពសណ្ដំអ្នកគ្នាសណ្ដំធ្វើឲ្យដេកលក់អីចឹងទៅទី7គឺជា Demon Lord Frey យើងស្គាល់នាងបានបន្តិចបន្តួចហើយដែរដែលនាងនឹងគឺមានអាហារសនាមគឺជាម្ចាស់ស្ត្រីនៃ Meki ហើយទី8គឺជា Greyman យើងស្គាល់ស្រាប់ហើយរីឯចំណែកទី9គឺជា Leon ក៏យើងស្គាល់ដែរហើយទី10គឺជាតួឯកប្រុសរបស់យើងរីមរុក៏ដូចជាអ្នកដឹកនាំព្រៃដ៏អស្ចារ្យជូរ៉ានៅពេលដែលការរៀបរាប់ទៅត្រូវបានបញ្ចប់ណាគឺដល់ពេលដែលបែក Greyman នេះក៏បានលើកឡើងអំពីបញ្ហារបស់គេហើយនិយាយរួមទៅរឿងទាំងអស់ហ្នឹងគឺយើងបានដឹងខ្លះៗហើយគឺពីភាគមុនក៏ប៉ុន្តែ admin នឹងបញ្ជាក់ឲ្យវាច្បាស់កាន់តែច្បាស់ណាគេបានរៀបរាប់ប្រាប់ថារីមរុគឺបានសុំជំនួយក៏ដូចជារួមដៃគ្នាជាមួយនឹង Demon Lord Carrion ដែលបានបញ្ឆោតឲ្យ Felmoon គឺបានចូលវាប្រហារមកកាន់គាត់ណាព្រោះហើយបន្ទាប់មករីមរុក៏បានចាត់ការក៏ដូចជាសម្លាប់ទៅកាន់កងទ័ព Felmoon នឹងទាំងអស់រហូតគាត់ក៏បានខ្លាយទៅជា Demon Lord ទង្វើថោកទាបបែបនេះគឺវាបានប្រឆាំងកិច្ចព្រមព្រៀងរវាង Demon Lord ពួកយើងសម្លឹងទៅមើលមុខរីមរុខណៈពេលដែលរីមរុអង្គុយស្ដាប់ហ្នឹងខ្សឹងតែគេថាទប់កំហឹងលេងចង់បានណាអ្នកនេះមើលតែមុខទៅដឹងហើយចំពោះវត្តមានទាំងអស់នេះគឺគេទទួលបានពី Miuran ដែលជាអ្នកក្រមបង្គាប់របស់គេក៏ប៉ុន្តែនាងត្រូវបានសម្លាប់ដោយអាចង្រៃយករីមរុនេះបាត់ទៅហើយគឺថានេះវាសំដែងគឺថាគួរអាណិតខាងមែនទេណានេះរីមរុគាត់អង្គុយស្ដាប់ហើយប៉ុណ្ណាយ៉ានេះឯងសំដែងនេះគឺពិតជាដូចខ្លាំងមកវាសឹងតែធ្វើឲ្យខ្ញុំចង់ស្រក់ទឹកភ្នែកអានេះរីមរុគាត់បាននិយាយចឹងមែនណា Greyman គឺក៏បានបន្តទាំងខឹងទៀតថាគេនឹងសម្រេចចិត្តថានឹងសងសឹកឲ្យតតែបានក៏ប៉ុន្តែរីមរុក៏បានរៀបចំផែនការដោយរួមដៃគ្នាជាមួយនឹង Carrion ដើម្បីមកសម្លាប់ខ្លួនគេហើយព័ត៌មានទាំងអស់នេះដែរគឺគេទទួលបានពី Miuran កូនចៅរបស់គេនឹងនៅក្នុងគណៈពេលដែលដង្ហើមចុងក្រោយរបស់នាងនិយាយផងធ្វើទឹកមុខក៏ដូចជាសំឡេងដ៏កំសត់ផងគឺថាគឺពិតជាសំខ្លាំងមែនទែនគេក៏បានបន្តទៀតថាមានរឿងនៅពេលដែលបានលើបែបនេះនាងក៏មិនអាចទប់កំហឹងរបស់នាងបាននោះឡើយដោយនាងក៏បានធ្វើការវាប្រហារទៅកាន់អាណាចក្រ Carrion ក៏ដូចជាដែលបាន Carrion នឹងគឺថាបានសម្លាប់គេក៏ដូចជាប្រជាជនរបស់គេនឹងចោលទៅប៉ុន្តែបើសម្លឹងមើលទៅកាន់ទឹកមុខរបស់ខាង Mirim ណាមិនណែធ្វើថ្មឹងអញ្ចឹងអាណាមិនដឹងថាមានអ្នកគ្រប់គ្រងទេហើយកាលនោះខ្ញុំក៏បានព្យាយាមបញ្ឈប់នាងដែរដោយបានប្រាប់នាងថាយើងគ្មានផលតាំងគ្រប់គ្រាន់នោះទេក៏ប៉ុន្តែក៏មិនអាចបន្តMirimចំពោះរឿងនេះបាននោះដែរអើយកុំសត់ដែរយ៉ាកុំសត់ដែរដោយនាងគឺមិនអាចគ្រប់គ្រងបានដោយបានបញ្ចេញកំហឹងនេះជំនួសខ្ញុំជឿថាអ្នកទាំងអស់គ្នានៅទីនេះគឺប្រកាសជាយល់ហើយឥឡូវបាទជាងទៅចលឹងម្នាក់នេះគឺគ្មានអ្វីក្រៅពីមនុស្សលេងដែលតាំងខ្លួនឯងជា Demon Lord នោះទេដូច្នេះខ្ញុំជឿថាការសម្លាប់គេនៅទីនេះគឺជារឿងដ៏ល្អបំផុតហើយនិយាយរួចហើយគេក៏បានអង្គុយចុះទៅខណៈពេលដែលរីមរុក៏ត្រូវតែឡើងដើម្បីបកស្រាយវិញម្ដង Greyman ពិតមែនឬឯងគឺពិតជាកុហកបានសមណាស់សម្លឹងទៅកាន់ Greyman ខណៈពេលដែល Greyman ក៏បានត្រឹមតែងឿឆ្ងល់នោះឯងណានេះ
រីមរុកក៏បាននិយាយបន្តតាមពិតទៅខ្ញុំក៏មិនខ្វល់អំពីការដែលខ្លាចទៅជាមិនឡត់អ្វីនោះទេហើយរឿងរបស់ឯងនៅមុននេះគឺពិតជាមិនសមហេតុផលនោះទេចំណែកឯ Fairmood គេបានវាយប្រហារពួកយើងគឺដោយសារតែភាពលោភលន់របស់ពួកគេតែប៉ុណ្ណោះ Greyman គេក៏បានសើចតែនរណានឹងជឿលេសរបស់ឯងបែបនេះនោះណាហើយចុះយ៉ាងម៉េចបាយបាត់សម្លាប់អ្នកក្រមបង្គាប់របស់ខ្ញុំនោះរីមរុកក៏ថាមីយូរ៉ានៅរស់នៅឡើយទេហ៎ឯងឡប់សទេអើយរីមរុកអត់ខ្វល់នោះឡើយគាត់ក៏បានបកស្រាយបញ្ជាក់ទៀតថានាងឥឡូវនេះគឺស្ថិតនៅក្រោមការមើលថែរបស់ខ្ញុំហើយឯងកុំគិតឲ្យសោះថានឹងអាចប៉ះទៅលើនាងបាននោះឥឡូវនេះតើវាយ៉ាងម៉េចទៅសុពលភាពនៃការទៀមទារបស់ឯងឥឡូវនេះគឺគ្មាននោះទេឬបែបនេះ Greyman គេក៏បានអស់សំណើចបាត់ហើយឯងសុខចិត្តឈរដល់កម្រិតទៀតបែបនេះរីមរុកក៏ឆ្ងល់បដ ாய் ហ៎ទៀត Greyman គេក៏បានបកស្រាយប្រាប់ទៅនរណាទៅដឹងថាឯងបានធ្វើអ្វីទៅលើសាកសពរបស់នាងឬហើយក៏បានបញ្ចូលវិញ្ញាណអាក្រក់ទៅលើនាងទៅខ្ញុំដឹងថាឯងនឹងមិនជឿអ្វីដែលខ្ញុំបាននិយាយនេះទេហើយចុះបញ្ជាក់វិញរ៉ាកក៏បានបញ្ចេញរូបភាពដែលកូនចៅរបស់គាត់នឹងគឺត្រូវបានគ្រប់គ្រងដល់ពេល Greyman នឹងដោយបានខ្លាចជាបិសាចក៏ដូចជាផែនការផ្សេងៗអញ្ចឹងទៅដូចយើងដឹងស្រាប់ហើយឃើញបែបនេះពេល Greyman គឺភ័យបារម្ភវាមិននឹងអាចទៅរួចទៅសរុបមករីមរុកក៏បានបញ្ចេញរឿងរ៉ាវទាំងអស់ហ្នឹងមកគឺដើម្បីបញ្ជាក់អំពីរឿងរ៉ាវអាក្រក់ជាច្រើនដែលខាង Greyman គឺបានធ្វើណាដោយសារយើងបានដឹងស្រាប់ហើយថាបើសិនជារីមរុកគាត់បានបង្ហាញរូបយូរ៉ានក៏អាប៉ែនឹងគឺវាអត់ជឿនោះទេដោយដែលយើងដឹងពីមុនអញ្ចឹងគឺវាបានបញ្ជាក់ថារីមរុកបានធ្វើជាដាក់វិញ្ញាណខ្មោចអីចឹងទៅកាន់យូរ៉ានដែលរស់ឡើងវិញណាអញ្ចឹងហើយគាត់ក៏បានបញ្ចេញរឿងរ៉ាវអាក្រក់ដែរខាង Greyman ហ្នឹងគឺបានធ្វើវិញជាមួយនឹងរឿងហ្នឹងផងដែរគាត់ក៏បានដឹងហើយថាវានៅមានមនុស្សដែលនៅពីក្រៅខ្នងរបស់ Greyman ទៀតដោយបានស្ដាប់អំពីពាក្យសម្ដីរបស់រ៉ាប្រាសុក៏ដូចជាដារ៉ូម៉ាងហ្នឹងស្របពេលហ្នឹងរ៉ាហ្វែលសាំងក៏បានចេញមកបញ្ជាក់ទៅកាន់រីមរុកណាដោយថារឿងទាំងអស់ដែលគាត់បានឆ្លងកាត់ហ្នឹងគឺសុទ្ធតែពាក់ព័ន្ធគ្នាទាំងអស់អញ្ចឹងរីមរុកក៏អាចស្មានបានថាអ្នកដែលនៅពីក្រោយខ្នងខាង Greyman ក៏ដូចជាការដែលបញ្ជាហ៊ីណាតាឲ្យមកវិភាគគាត់គឺជាមនុស្សតែមួយនោះទេដោយហេតុថាវាគ្រប់គ្រាន់ទៅហើយរីមរុកក៏បានលុបបំផាត់រូបភាពទាំងអស់ហ្នឹងចោលទៅបន្ទាប់មកគាត់ក៏បានបែរទៅរក Greyman នោះសួរទាំងឌឺទៅថាតែនេះគឺជាអ្វីដែលអ្នកហៅថាជាផោះតាំងមែនទេ Greyman ទះតុកផាំងទៅកំផឹងរបស់គេរួចហើយគេក៏បាននិយាយថារូបភាពទាំងអស់នេះគឺស្ថិតជាការប្រឌិតនោះទេគេធ្វើវាឡើងគឺដើម្បីគ្រប់គ្រងអំពីការកុហករបស់គេសំឡងទៅកាន់រីមរុករួចហើយគេក៏បាននិយាយមាក់ងាយទៅកាន់រីមរុកថាក៏ពិតជាអន់ពេកហើយឯងគ្រាន់តែជា slime ម្នាក់សោះឯងមិននឹងអាចធ្វើរឿងទាំងអស់ហ្នឹងបានទៅរីមរុកលើបាត់នេះហើយគាត់ក៏បានសើចវាមិនមែនថាគាត់ខ្លាំងឬក៏ខ្សោយនោះទេក៏ប៉ុន្តែដោយសារតែមនុស្សទាំងអស់គឺវាពិតជាខ្សោយកូនចៅរបស់ឯងគឺត្រូវបានខ្ញុំចាត់ការរួចអស់ទៅហើយមនុស្សបន្ទាប់គឺជាឯង Greyman នៅពេលដែលគេត្រូវបាននិយាយដាក់ចំដែលរីមរុកបាត់នេះគេរកលេសក្នុងការដោះសារបាត់នោះទេពេលនេះគេស្នន់ស្លោកខ្លាំងមែនទេហើយបែរទៅកាន់ឌីម៉ាឡតផ្សេងទៀតថាកុំឲ្យស្ដាប់គេសោះនិយាយរួមទៅគេចេះតែនិយាយលើកឡើងមកឲ្យតែគេអាចលើកឡើងបានណានិយាយថារីមរុកគាត់គឺជាហានិភ័យសម្រាប់ពួកគេទាំងអស់គ្នាណាដោយគេបានបញ្ជាទៅកាន់បេរូតារ៉ាឲ្យចាត់ការទៅលើកងទ័ព Facebook ឬអីចឹងទៅគេចេះតែរកលេសដើម្បីដោះសារដែលអ្វីដែលគេអាចលើកឡើងមកដោះសារបានច្បាស់ណាស់ឬមិនឡតផ្សេងទៀតគឺហាក់បីដូចជាមិនជឿទៅលើពាក្យសម្ដីរបស់ Greyman នោះឡើយពីមុនគេបានលើកឡើងថា Carrion ក៏ដូចជាមិនឡតរីមរុកនឹងគឺបានរួមដៃគ្នាដើម្បីកម្ចាត់ទៅកាន់កងទ័ពក៏តែឥឡូវនេះគេបាននិយាយផ្សេងវិញណាអញ្ចឹងហើយក៏បានធ្វើឲ្យ Demonlord ទាំងអស់ហ្នឹងគឺបានអត់ជឿទៅលើខាង Greyman នោះឡើយជាពិសេសគឺជា Demonlord Darius ដែលគាត់ក៏បានលើកឡើងទៀតថាបើទោះបីជា Berutra គេបានរស់ឡើងវិញក៏ដោយហើយអ្វីក៏គេធ្វើរឿងចឹងណានៅពេលដែលត្រូវបានដេញជើងបាត់នេះ Greyman គឺបានទាល់យោបល់ខ្លាំងមែនទែនហើយបន្ទាប់មកគេក៏បាននិយាយបែបមូលប្រកាច់អីផ្សេងជាច្រើនទៅកាន់រីមរុកណាដើម្បីដាក់កំហុសចាត់កំហុសទៅកាន់រីមរុកប៉ុន្តែរឿងទាំងអស់ហ្នឹងគឺមានផោះតាំងនោះទេដោយគិតអំពីរឿងនេះរីមរុកក៏បានឌឺដងទៅកាន់អាប៉ែ Greyman ណាចាស់អ្នកធ្វើអាប៉ែ Greyman គេបាននិយាយថាឯងកុំមើលស្រាលខ្ញុំមិនសោះឯងគ្រាន់តែជា slime ដែលពួននៅក្រៅខ្នងរបស់បិសាចនាគនោះតែប៉ុណ្ណោះហើយ slime ដូចជាឯងនឹងមិនអាចខ្លាយទៅជា Demonlord បាននោះទេយីរួមទៅបញ្ចុកឡៃហ្នឹងគឺរីមរុកគាត់ធ្លាប់បានលើកឡើងម្ដងហើយកាលពីភាគមុនណាគាត់ថាប្រកាសជា Greyman ហ្នឹងប្រកាសជានិយាយអញ្ចឹងមកកាន់គាត់ជាមិនកាន់ដល់ហើយឥឡូវនេះគឺពិតជាគេបាននិយាយមែនរីមរុកគាត់បានអស់សំណើចខ្លាំងមែនទេខ្ញុំជា slime មានរឿងអីទៅពាក់ព័ន្ធជាមួយនឹងរឿងនេះទៅត្រូវហើយខ្ញុំមកទីនេះគឺមិនមែនមកស្ដាប់រឿងដ៏គួរឲ្យធុញទ្រាន់របស់ឯងនោះទេគ្រាន់តែទទួលស្គាល់វាទៅ
ការពិតដែលថាបិសាចមួយនោះគឺបានរស់ឡើងវិញតាមបញ្ជារបស់ឯងត្រូវបានបញ្ជាក់ដោយម៉ាជីម្នាក់ដែលមានឈ្មោះថា Fobio ហើយគេក៏ត្រូវបានណែនាំដោយពួកគេទាំងពីរនាក់នោះជាក់ស្ដែងណាស់មនុស្សនៅក្រោមបង្គាប់របស់ឯងម្នាក់ក៏បានប្រែក្លាយទៅជាបិសាចមួយនោះដែរហើយវាក៏បន្តវាប្រហារដោយបាត់បង់ម្ចាស់ការតែឯងគិតថារឿងទាំងអស់នេះគឺជាផុសតាងដែរទេឬមួយក៏ឯងមិនគិតអញ្ចឹងទេបើសិនជាឯងមិនគិតអញ្ចឹងទេអញ្ចឹងទៅស្លាប់ទៅតុកទាំងមូលក៏ត្រូវបានបំផ្លាញចោលទាំងស្រុងខណៈពេលដែលកញ្ជ្រឹងក៏ដូចជា Greyman ក៏ត្រូវបានហោះថយទៅក្រោយយ៉ាងលឿនប៉ុន្តែចម្លែកតែ Demon Lord ផ្សេងទៀតគឺពួកគេគឺបានធ្វើអ្វីទាំងអស់មើលតែ Demon Lord Dino ទៅគ្នាដេកហ្នឹងគឺថាប្រកាប់មុខបាត់ហើយនិយាយរួមទៅ Demon Lord ទាំងអស់ហ្នឹងគេបានដឹងរួចទៅហើយថាមួយណាដែលត្រឹមត្រូវហើយមួយណាដែលខុសតាមរយៈផុសតាងដែលជាក់ស្ដែងដែលបិសាចត្រីបលែនឬក៏ពីមុនហ្នឹង admin ហៅថាបិសាចត្រីឆ្លាមប៉ុន្តែវាមិនសមជាត្រីឆ្លាមទេវាសមជាងត្រីបលែនច្រើនជាងវានោះហ្នឹងគឺត្រូវបានបញ្ជាក់ថា Greyman គឺជាអ្នកបង្កើតវាឡើងតាមរយៈផុសតាងដែលកូនចៅរបស់ Greyman ហ្នឹងគេបាននិយាយណាអញ្ចឹងអបិយ៉ាងភាសាគេបាននៅពេលដែលគេហ្នឹងគឺត្រូវបានប្រខិតបង្ខំឲ្យលេបអាក្របគ្រីស្តាល់ហ្នឹងគេបាននិយាយឈ្មោះចវាយរបស់គេ Greyman អញ្ចឹងទៅរួមផ្សំជាមួយនឹងហេតុផលដែលពេល Greyman ហ្នឹងគឺបាននិយាយបែបលក្ខណៈថាបង្កាច់ខាច់បង្ខូចទៅកាន់រីម៉ារុដូចយើងបានដឹងស្រាប់ហើយថាពេលហ្នឹងគឺវានិយាយត្រឡប់ទៅនឹងតម្លៃបែបលក្ខណៈថាចោតប្រកាន់ទៅកាន់រីម៉ារុរឿងបែបនេះគឺវាបានធ្វើឲ្យខាង Demon Lord ផ្សេងទៀតគឺគេបានសន្មតទាំងហើយថាមួយណាខុសមួយណាត្រូវអញ្ចឹងហើយបានជាពួកគេអត់ធ្វើសកម្មភាពអីនោះឡើយនៅពេលដែលរីម៉ារុក៏បានបង្កការអំពើហិង្សានៅក្នុងកិច្ចប្រជុំមួយហ្នឹងណាសូម្បីតែ Greyman គេបានស្រែកសួរសុំក៏ដោយក៏ប៉ុន្តែគ្មានអាណាខ្វល់នោះឡើយមិនត្រឹមតែការតវ៉ាគឺគ្មានប្រសិទ្ធភាពនោះទេគឺប៊ីសទាំងត្រូវមកកៅអីទៀតគឺថាចេតនារីមនុស្សគាត់ទាត់ឲ្យត្រូវច្បាស់ណាស់ការប្រើអំពើហិង្សានៅក្នុងកិច្ចប្រជុំមួយនេះគឺវាមិនត្រូវបានអនុញ្ញាតនោះទេក៏ប៉ុន្តែរីមនុស្សក៏បានលើកឡើងថានៅក្នុងអំឡុងពេលដែល Greyman គឺគេបាននិយាយនោះគឺគេបានព្យាយាមក្នុងការគ្រប់គ្រងមកកាន់រីមនុស្សក៏ប៉ុន្តែស្នេហ៍កាកានឹងកតោបែបហ្នឹងគឺអាចធ្វើអីទៅកាន់រីមរុបានឡើយផ្ទុយទៅវិញរីមរុគឺប្រើតែកៅអីនោះទេក្នុងការគំរាមទៅកាន់ Greyman ហើយវាក៏មិនខុសអ្វីដែរព្រោះថាខាង Greyman គឺជាអ្នកដែលចាប់ផ្ដើមបង្ការវាយប្រហារមុននោះទេនេះគឺចំពោះរីមរុណាក៏ប៉ុន្តែបើចំពោះកិច្ចប្រជុំក៏ដូចជាខាងគេ Crimson ណាគេបានបដិសេធដោយថាកិច្ចប្រជុំមួយហ្នឹងគឺអាចប្រើបានតែពាក្យសម្ដីតែប៉ុណ្ណោះគឺអាចប្រើការវាយប្រហារអីនោះទេប៉ុន្តែការវាយប្រហាររបស់រីមរុនៅមុននេះគឺពិតជាការប្រមាថខ្លាំងណាស់ដូចយើងមិនដឹងស្រាប់ហើយមានអាណាអង្គុយសុកមកអាហ្នឹងបំផ្លាញតុកគេអស់ហ្នឹងចឹងណាចំពោះការវាយប្រហាររបស់ Greyman គឺវាមិនបានប៉ះពាល់ទៅកាន់ Demon Lord ផ្សេងទៀតនោះឡើយក៏ប៉ុន្តែដោយសារតែ Demon Lord ទាំងអស់ហ្នឹងគឺជាខ្សែរីមរុគឺថាពួកគេគឺកាន់ជើងទៅកាន់រីមរុទាំងអស់គ្នាហ្នឹងឯងទោះបីជា Greyman គេអត់សុខចិត្តយ៉ាងណាក៏ដោយគ្នាខំនិយាយផងស្រែកផងក៏ប៉ុន្តែក៏គ្មានអាណាខ្វល់នោះដែរក្នុងអំឡុងពេលហ្នឹងរីមរុក៏បានប្រាប់គេបិទមាត់ទៅយ៉ាងไรបរោះគប់ Greyman គឺបានត្រឹមតែស្ងាត់តាមពីសេចក្តីរបស់រីមរុហ្នឹងឯងរីមរុក៏បានបញ្ជាក់ប្រាប់អំពីគោលបំណងរបស់គាត់ម្ដងទៀតដៅគោលបំណងរបស់គាត់គឺអត់ចង់ខ្លាចជា Demon Lord អ្វីនោះទេអ្វីដែលគាត់ចង់បានគឺបង្កើតប្រទេសមួយដែលជាកន្លែងដែលគាត់អាចរស់នៅមានសុភមង្គលបានហើយដើម្បីធ្វើឲ្យវាអាចទៅរួចគឺគាត់ត្រូវការជំនួយពីពពួកមនុស្សលោកឬក៏ជាពពួកមនុស្សកាត់វិសាចអីទាំងអស់ហ្នឹងដរាបណាគ្មាននរណាម្នាក់មកពាក់ព័ន្ធជាមួយនឹងរឿងរបស់គាត់ឬក៏ចូលមកញ៉ៃផ្លូវរបស់គាត់នោះទេនោះគាត់ក៏មិនថាអ្វីនោះដែរក៏ប៉ុន្តែបើសិនជាមាននរណាម្នាក់មិនថាជា Demon Lord ឬក៏ជាមនុស្សមកពីវិហារបរិសុទ្ធភាគខាងលិចអីនោះទេដរាបណាដែលពួកគេហ៊ានប្រឆាំងនឹងគាត់នោះពួកគេទាំងអស់ហ្នឹងគឺស្មើទៅនឹងជាសត្រូវរបស់គាត់ហើយជាក់ស្ដែង Greyman គឺជាមនុស្សម្នាក់ហ្នឹងហើយចង់អុលទៅកាន់គេជាមួយនឹងទឹកមុខដ៏មាំតែម្ដងមើលទៅស្ថានភាពមួយនេះគឺគេបានដឹងអស់ទៅហើយថានរណាគឺជាអ្នកខុសហើយនរណាគឺជាអ្នកត្រូវពួក Demon Lord ទាំងអស់ហ្នឹងគឺសុទ្ធតែដឹងថាខាង Greyman គឺជាអ្នកដែលគឺជាមនុស្សដែលអាក្រក់ណាក៏ប៉ុន្តែគេក៏មិនអាចចេះតែចាត់ការទៅកាន់ Greyman បាននោះទេនេះគឺដោយសារតែថាពលរបស់ Demon Lord គឺមិនអន់នោះឡើយហើយម្យ៉ាងវិញទៀត
គេក៏ចង់សាកល្បងអំពីសមត្ថភាពរបស់រីមរុថាគេអាចមានសមត្ថភាពស័ក្តិសមដើម្បីខ្លាយទៅជាdevelop ឬក៏អត់នោះទេអញ្ចឹងក៏វាជាឱកាសល្អសម្រាប់ពួកគេផងដែរឬហើយគេក៏បានឲ្យពួកគេទៅពីរនាក់នឹងធ្វើការប្រយុទ្ធគ្នាហើយចំពោះរឿងនេះខាង Grey Crimson ក៏បានទុកមុខឲ្យខាង Greyman ដែរណាដោយគេក៏បានលើកឡើងថាបើសិនជាគេគឺគិតថារីមរុគឺអត់សមខ្លាយទៅជា develop អញ្ចឹងគេដែលក្នុងនាមជា develop ទាំងមូលគឺត្រូវតែយកឈ្នះទៅកាន់រីមរុដែលគ្រាន់តែជាម៉ាជីងម្នាក់នោះច្បាស់ណាស់ក្នុងនាមជា develop ម្នាក់គឺគេគ្រប់គ្នាសុទ្ធតែមានលំនួនក៏ដូចជាមោទនភាពទៅកាន់ខ្លួនឯងណា Greyman ក៏ដូចគ្នាផងដែរដែលគិតថាគេនឹងអាចយកឈ្នះទៅកាន់រីមរុបានគេបានផ្សាយយ៉ាងសមចិត្តខ្លាំងមែនទែនគេហាក់ដូចជាគេនឹងគឺថាមានពេលវេលាដ៏ល្អហើយដើម្បីចាត់ការរីមរុចោលតែម្ដងហើយសិតតែលើកឡើងពីសុភាសិតទៀតណាអារបៀបថាសុភាសិតខ្មែរយើងថាស្ដោះទឹកមាត់ដល់លើទ្រូងឯងអីចឹងណាក៏ប៉ុន្តែពាក្យរបស់គេមិនមែនចឹងទេក៏ប៉ុន្តែន័យវាអញ្ចឹងហ្នឹងហើយទំនុកចិត្តរបស់គេហ្នឹងគឺមិនចេះតែបានមកដោយគ្មានហេតុផលនោះទេណ៎មីរិមគេមានមីរិមដែលនៅក្រោមការគ្រប់គ្រងរបស់គេដោយសារតែគេបានដឹងរួចទៅហើយអំពីតំណែងដំណងរវាងមីរិមហើយនិងខាងរីមរុណាអញ្ចឹងហើយគេដឹងថារីមរុនឹងមិនអាចវាបហាទៅកាន់មីរិមបាននោះឡើយហើយគេក៏យកឱកាសនេះដើម្បីដាក់សម្ពាធទៅខាងរីមរុដែលធ្វើឲ្យឌីមិនឡតទាំងអស់ហើយក៏ដូចជាអ្នកផ្សេងទៀតនឹងគឺថាមានការផ្ទះផ្អាខ្លាំងមែនទែនសម្បីតែប៉ែឌីណូដែលដេកលក់នឹងក៏ត្រូវតែភ្ញាក់ដើម្បីមកមើលស្ថានភាពមួយនឹងដែររីមរុក៏បានឌឺដងទៅកាន់ Greyman ផងដែរដែលគេនេះគឺគ្រាន់តែពឹងអ្នកដទៃដើម្បីមកជួយក្នុងការប្រយុទ្ធណាប៉ុន្តែ Greyman គេបានខ្វល់នោះឡើយដោយគេបានសួរទៅកាន់ Grey Crimson ថាគេនឹងអាចអនុញ្ញាតឲ្យមីរិមចូលវាបានអត់ Grey Crimson គេបានប្រាប់ឲ្យថាតារាបណាដែលមីរិមនឹងគឺស្ម័គ្រចិត្តក្នុងការចូលទៅជួយខាង Greyman ដោយខ្លួនឯងអញ្ចឹងគេក៏ថាអីនោះដែរនេះផងដែរវាគឺពិតជាពិបាកខ្លាំងសម្រាប់ខាងរីមរុណាតែបើថាគាត់គឺមានកម្លាំងខ្លាំងក៏ដោយក៏ប៉ុន្តែខាងមីរិមគឺមិនធម្មតានោះទេដោយមើលទៅគាត់គឺពិតជាពិបាកក្នុងការទប់ទល់ជាមួយនឹងនាងជាបង្ការនៅឡើយក៏ប៉ុន្តែដោយសារតែគាត់បានតាំងចិត្តរួចទៅហើយថាគាត់នឹងជួយសង្គ្រោះនាងឲ្យបានណាអញ្ចឹងហើយគាត់ក៏បានបដិសេធអ្វីនោះទេឌឺដងទៀតផងថាគាត់នឹងជួយមីរិមឲ្យបាន Greyman ក៏ឆ្លើយមកវិញថាឯងនឹងត្រូវស្លាប់នៅទីនេះហើយរីមរុក៏ថាទៅវិញថាមនុស្សដែលត្រូវស្លាប់គឺជាឯងទៅវិញទេ Greyman ការប្រយុទ្ធជាមួយនឹងឯងមិនចាំបាច់ឲ្យយើងទៅដោយផ្ទាល់នោះទេគឺគ្រាន់តែអ្នកក្រោមបង្គាប់របស់ខ្ញុំគឺវាគ្រប់គ្រាន់ហើយគេបានខឹងខ្លាំងមែនទែនក៏ប៉ុន្តែកំហឹងរបស់គេនឹងគឺថាមិនទាន់ដល់ចំណុចកំទូលនៅឡើយទេអស់ស្រាប់តែមានការវាបហាមួយនឹងគឺថាបានមកសាប់ញ័រខ្លាំងមែនទែនគឺថាការវាបហារបស់ Sion មក plate នេះគឺថាចង់លៀនដៃធ្វើឲ្យខាង Greyman គឺអាច replete នៅក្នុងការទប់ទល់ទាន់ពេលវេលានោះឡើយច្បាស់ណាស់គេគឺអាចរងការវាបហារបស់ខាង Sion បានណាដូច្នេះក៏បានធ្វើឲ្យមុខរបស់គេនឹងគឺថាបានប៉ល់ដូចជាហឿណាគឺថាម៉ែមើលលេខស្គាល់ហើយនៅពេលនេះ Greyman គេបានខឹងខ្លាំងមែនទែនហើយដោយគេបានព្យាបាលរបួសរបស់គេនឹងយ៉ាងលឿនតែម្ដងហើយរីមរុក៏មានការផ្ទះផ្អាផងដែរចំពោះលបឿននៃការព្យាបាលបែបនេះក៏ប៉ុន្តែបន្ទាប់មកគេក៏លេងឆ្ងល់ណានេះគឺដោយសារតែ Demon Lord គឺច្បាស់ជាមានថាពលបែបហ្នឹងឯងនៅពេលដែលកំហឹងពេញខ្លួនទៅហើយ Greyman គេបានខឹងខ្លាំងមែនទែនដោយគេក៏បាននិយាយថាគេនឹងសម្លាប់ទៅកាន់ក្រុមរីមរុនឹងទាំងអស់នៅពេលដែលបានលើកបែបនេះគឺថារ៉េងការក៏ដូចជាSionក៏បានលោតមកនៅចំពោះមុខរីមរុណាដើម្បីរៀបចំក្នុងការប្រយុទ្ធតែម្ដងរ៉េងការក៏បានពង្រីកមានរបស់គេឲ្យធំឡើងខាង Greyman គេក៏បានផ្ទាត់ដែរឬហើយគេជ្រងក៏បានពង្រីកមានរបស់គេផងដែរមើលទៅកញ្ជ្រោងមួយហ្នឹងគឺវាមិនមែនជាកញ្ជ្រោងធម្មតានោះឡើយហកទៅខាង Greyman រួចហើយក៏បានបញ្ចេញនៅអំណាចធម៌ពលនៃការស្រ័យរបស់គេដូចជាសត្វធម្មតាដែលតែងតែបង្ហាញនៅឫទ្ធិភាពរបស់គេនោះឯងRafael ក៏បានប្រាប់យើងក៏ដូចជារីមរុឲ្យដឹងផងដែរថាកញ្ជ្រោងមួយហ្នឹងគឺជាម្រាមដៃមួយក្នុងចំណោមម្រាមដៃទាំង5របស់ Greyman ដែលមីយូរ៉ានគឺបានលើកឡើងការពីពេលនោះណាមិនត្រឹមតែប៉ុណ្្នឹងនោះទេ Greyman ក៏បានបង្ហាញអាយ៉ងរបស់គេមួយទៀតចេញមកហើយកន្ទុយរបស់កញ្ជ្រោងក៏បានប្រែក្លាយទៅជាសត្វស្វាក៏ដូចជាសត្វស្អីសត្វអីទន្សាយផងដែររ៉េងកានៅពេលដែលបានឃើញបែបនេះគេគឺមិនចោលនោះឡើយច្បាស់ណាស់គឺគេមានសិលឹកវាសម្ងាត់របស់គេដែរណាដោយគេក៏បានលូជាមួយនឹងសម្លេងដ៏ស្រួយស្រេះណាលេចចេញនៅកូនចៅរបស់គេ2នាក់មកថែមទៀត
tai bà tu bay chỉ chẳng cả đời bà kết pi chấm nón tu lê khang ri mà lúc còn nơi tai mình ai pi tâm từ khang kreman ban nô têสรุปមកជាមួយនឹងមីរៀមក៏ដូចជាបិសាចពី3នាក់ផ្សេងទៀតហ្នឹងគឺថាលើសចំនួនរីមករុចំនួន2នាក់អញ្ចឹងហើយគាត់ក៏បានស្រែករបេរតាដើម្បីបំពេញចន្លោះមួយនេះណាក៏ប៉ុន្តែក្នុងអំឡុងពេលដែលគាត់ស្រែកហ្នឹងខាងអបេគេគឹមសុនក៏បានបិទទៅលើខែលបារីមួយហ្នឹងបាត់ទៅទីលានប្រយុទ្ធហ្នឹងគឺវាក៏បានរីកធំឡើងណាដោយសំបីតែបារីក៏ដូចជាបារ៉ាវេនទាំងអស់ហ្នឹងគឺថាបានរីកធំដើម្បីឲ្យពួកគេហ្នឹងគឺបានទស្សនាក៏ដូចជាការប្រយុទ្ធហ្នឹងគឺថាវាមានភាពងាយស្រួលរីមរុកក៏ឆ្ងល់ហើយតែខាងរ៉ាហ្វេសាំងក៏បានប្រាប់ថានេះគឺជាខែបារីដែលបង្កើតឡើងដោយខាងគេ Crimson ណាដែលវាមានប្រសិទ្ធភាពរារាំងមិនឲ្យមនុស្សចេញចូលបានទេអញ្ចឹងស្មានណារីមរុកប្រកាសជាមានគុណវិបត្តិហើយតែបើសម្រាប់ខាង Crayman គេសប្បាយចិត្តខ្លាំងមែនទែនបញ្ជាឲ្យខាងមេរីមដើម្បីចាត់ការទៅខាងរីមរុកភ្លាមមេរីមនៅក្រោមការសន្តំស្ទុះទៅយ៉ាងលឿនហើយផ្សែងចុកបើការវាប្រហារលឿនដូចជារន្ទះសំដៅទៅខាងរីមរុនៅពេលហ្នឹងក៏បានគិតទាន់ពេលវេលាក៏ប៉ុន្តែទោះជាណាក៏ដោយគាត់បានប្រើជំនាញបង្កើនលបឿនក៏ដូចជាជំនាញរបស់ Rafael សាំងយ៉ាងណាក៏ដោយក៏គាត់នៅតែអាចគិតផុតទាំងស្រុងពីការវាប្រហារមួយនឹងបាននោះឡើយលោតមកខាងគាត់គិតថាគាត់នឹងមិនអាចតទល់ជាមួយនឹងនាងបានយូរនោះទេហើយអ្វីដែលគាត់អាចធ្វើបានគឺមានតែផ្ដោតទៅលើការបំបែកការគ្រប់គ្រងរបស់មីរិនតែប៉ុណ្ណោះគាត់ប្រហែលជាអាចទទួលបានយូរក៏ប៉ុន្តែបើងាកទៅមើលស៊ីអនហើយនឹងរ៉េងកាគឺរៀងពិបាកបន្តិចហើយដោយសារតែចំនួនតួលេខគឺវាខុសគ្នាណាដោយដែលយើងបានឃើញស្រាប់ហើយដៃរបស់អាយ៉ងគឺបានបាញ់វេទមន្តមកជាច្រើនបង្ខំឲ្យស៊ីអនគឺថារត់គេចពេញនឹងតែម្ដងក៏ប៉ុន្តែនាងក៏អាចឆ្លៀតឱកាសដើម្បីវាប្រហារទៅកាន់ Crayman បានចាតែធ្វើឲ្យ Crayman គឺអត់ត្រូវតែគេចពីនាងផងដែរប៉ុន្តែក្នុងអំឡុងពេលហ្នឹងអាយ៉ងរបស់គេបានមកជួយគេហើយបង្ខំឲ្យស៊ីអនក៏ត្រូវតែហក់គេចសិនខាងរ៉េងកាក៏មិនដល់នោះដែរពួកគេកំពុងតែស្វិតស្វែងនៅក្នុងការប្រយុទ្ធដោយដែលយើងឃើញស្រាប់ហើយថាការប្រយុទ្ធគឺបែងចែកជាគូណាខាងស៊ីអនជាមួយនឹង Crayman ក៏ជាយោរបស់គេហើយខាងរ៉េងកាជាមួយនឹងកញ្ជ្រោមពណ៌លឿងចំណែករីមរុគឺជាមួយនឹងមីរិមកំពុងតែសំឡឹងមើលគេហ្នឹងក៏មីរិមធ្វើការវាប្រហារមកព្រាមតែម្ដងអត់មកស្ទុយតែម្ដងយ៉ាងណាក៏ដោយគាត់ក៏អាចគេចផុតរាល់ការវាប្រហាររបស់នាងទាំងអស់ក៏ប៉ុន្តែវាដូចជាមិនងាយស្រួលនោះទេនៅក្នុងការគេចណារាល់ការគេចម្ដងគឺថាចង់បាក់កទៅហើយក៏បារម្ភទៅខាងស៊ីអនក៏ដូចជារាងការខ្លាំងមែនទែនដោយពួកគេហ្នឹងគឺថាទិញពេលវេលាគាត់តិចទៅដើម្បីឲ្យខាងរ៉ាហ្វេសាហ្នឹងគឺថាបំបែកទៅលើបណ្ដាសាវេទមន្តសន្តំនៅលើខាងមេរីមណាតែមេរីមអត់ទុកពេលគាត់នឹងគិតច្រើននោះទេបើការវាប្រហារម្ដងទៀតនេះគឺថាលបឿនលឿនខ្លាំងមែនទែនធ្វើឲ្យរីមរុនឹងគេចស្ទើរតែមិនទាន់នោះទេបង្ខំឲ្យគាត់ក៏បានប្រែកាឡាខ្លាយទៅជា slime ណាព្រោះថាប្រែកាឡាជា slime អញ្ចឹងទៅធ្វើឲ្យលបឿនរបស់គាត់នឹងអាចគេចលឿនជាងមុនការប្រយុទ្ធនៅតែបន្តស្វិតស្វាញនៅពីខាងក្រៅរ៉ាមីរេសដែលកំពុងតែអង្គុយអានមេងការហ្នឹងបែរតាក៏បានប្រាប់ទៅនាងថានាងគឺចង់ចូលប្រយុទ្ធបានណានាងអត់បានជំទាស់អ្វីនោះទេដែលនាងក៏បានទៅជំទាវអបេគេខ្ញុំសិនណាដែលឲ្យអបេគេខ្ញុំសិនអនុញ្ញាតឲ្យបេរតាទៅជួយរីមរុតាបានណាមុនដំបូងគេបានបដិសេធណាដោយសារតែគេគឺអត់បានទុកចិត្តទៅខាងបេរតានោះឡើយក៏ប៉ុន្តែដោយបានធានាពីខាងរ៉ាមេរិកផងក៏ដូចជាការនិយាយរបស់បេរតាហ្នឹងគឺបានតាក់ទាញចំណាប់អារម្មណ៍របស់អបេគេខ្ញុំសិនហ្នឹងក៏បានធ្វើឲ្យគេនឹងសម្រេចចិត្តឲ្យបេរតាចូលទៅជួយខាងរីមរុទៅនៅក្នុងសមរភូមិប្រយុទ្ធមីរិមនៅតែបន្តដេញវាយទៅកាន់រីមរុហើយរីមរុក៏នៅតែបន្តកិច្ចបានជាបន្តបន្ទាប់ត្បិតថាគាត់នឹងអាចកិច្ចផុតបានក៏ដោយក៏ប៉ុន្តែរាល់ការកិច្ចមួយរបស់គាត់នឹងបើសិនណាជាគាត់នឹងគ្មានរ៉ាហ្វេសានោះទេគាត់ប្រកាសជាត្រូវស្លាប់ជាមិនខាននោះឡើយស្ថានភាពរបស់គាត់គឺកំពុងតែយ៉ាប់ខណៈពេលដែលស៊ីអននោះក៏មិនល្អប្រហែលនោះដែរដោយត្រូវបានវាប្រហារដល់យ៉ងរបស់ Crayman នឹងគឺថាសាប់ញាប់ដូចតែអញ្ចឹងមានវេទមន្តភ្លើងផងតកកផងនៅចំណុចនេះគឺថាអាយ៉ងនឹងគឺថាបានបាញ់ថាពុំមកច្រើនខាងមែនទែនហើយវាក៏បានបកកទៅដាវរបស់នាងណាដោយនាងគឺបានត្រឹមតែរងរកការវាប្រហាររបស់វាតែប៉ុណ្ណោះរីមរុក៏ពិតជាបារម្ភទៅកាន់នាងខ្លាំងមែនទែនជាមួយនឹងការវាប្រហារចុងក្រោយដោយអាយ៉ងមួយនឹងដូចជារលកហ្វ្រីកង់អញ្ចឹងតែគាត់នឹងក៏អាចទៅជួយនាងបាននោះទេនេះគឺដោយសារតែការវាប្រហាររបស់ខាងមេរីមគឺលឺខ្លាំងមែនទែនដោយគាត់នឹងគឺមិនទាន់បានទាំងដកដង្ហើមស្រួលបួផងនាងក៏បានចូលវាប្រហារបន្តទៀតតែគាត់ក៏នៅតែកិច្ចផុតគិតឲ្យថាបើសិនណាជានាងនឹងគឺពិតជាលេងមែនទែនប្រកាសជាឈួតជាមិនខាននោះឡើយនេះគឺសំដៅទៅខាង CR ណាគាត់មិនមែនបារម្ភខ្លាច CR នឹងត្រូវរបួសទេ
ខ្លាញ់តែគាត់ខ្លាចស៊ីអននឹងគឺថាលក្ខណៈថាបាត់បង់ការគ្រប់គ្រងណាទោះជាយ៉ាងណាក៏ដោយគាត់នៅតែស្មុគស្មាញដោយរកវិធីសាស្ត្រក្នុងការដោះស្រាយនឹងមិនចេញនោះឡើយក៏ប៉ុន្តែក្នុងអំឡុងពេលហ្នឹងបែរតាក៏បានចូលមកដល់ព្រោះឲ្យមិនចាំយូរនោះទេគាត់គឺពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលមានជំនួយពីខាងបែរតាដោយគាត់ក៏បានបញ្ជាឲ្យបែរតានឹងទៅជួយខាងស៊ីអនទៅក្រោមជំនួយពីបែរតាគាត់ក៏លែងបារម្ភចំពោះស៊ីអនខ្លាំងពេកដែរហើយគាត់ក៏អាចមានពេលវេលាក្នុងការ focus ទៅលើការដោះស្រាយ curse ក៏ដូចជាបណ្ដាសាទៅខាងទៅលើ Miriam ណាអញ្ចឹងហើយ Rafael Sang ក៏ចាប់ផ្ដើម scan ទៅលើរាងកាយរបស់ Miriam នឹងក្នុងល្បឿនយ៉ាងលឿនខ្លាំងមែនទែនដោយសង្កេតមើលគ្រប់សពបែបយ៉ាងតែម្ដងមួយសន្ទុះក្រោយមកនាងគឺមិនអាចរកឃើញអំពីដំរីនៃ curse របស់ Greyman បាននោះឡើយធ្វើឲ្យរីមរុនឹងក៏បានចំហមាត់ធ្លុងតែម្ដងដោយគាត់មានការភ្ញាក់ផ្អើលខ្លាំងមែនទែនដែលថាខាង Rafael Sang គឺមិនអាចរកឃើញ curse នៅលើរាងកាយរបស់ Miriam តទៅពេលអញ្ចឹងទៅគាត់ក៏រៀងជ្រុលមាត់គាត់ថា Rafael Sang នេះគឺអត់មានប្រយោជន៍សោះRafael Sang នៅពេលដែលលើបែបហ្នឹងហើយគឺនាងមានការខឹងខ្លាំងមែនទែនចំណែកអេរីមរុក៏បានស្រែកទៅវិញថាមិនក៏នាងខឹងអញ្ចឹងខ្ញុំមិនត្រូវខឹងមិនត្រូវស្ថានភាពរបស់គាត់គឺកាន់តែអាក្រក់ទៅដោយសារតែកម្លាំងរបស់គាត់គឺប្រកាសជាចុះខ្សោយជាងអង្ហាននៅឡើយនៅពេលដែលគាត់បានបន្តប្រយុទ្ធប៉ុន្តែបើកលេចមើលទៅកាន់ Miriam គឺនាងហាក់ដូចជាអត់ចុះខ្សោយនៅឡើយអញ្ចឹងហើយគាត់គឺពិតជាពិបាកក្នុងការដោះស្រាយជាមួយនឹងនាងបន្តទៀតណាទៅមកទៅគាត់គិតថានាងអាចនឹងដឹងខ្លួនវិញនៅពេលដែលគាត់នឹងឲ្យនាងវាយចំណាគាត់លេងកិច្ចទៀតហើយក៏ប៉ុន្តែទោះជាណាក៏ដោយខាង Rafael Sang គឺអត់បានយល់ស្របជាមួយនឹងរឿងនេះនោះទេដោយនាងនឹងក៏បានផ្ដល់នូវកំណត់ថាឲ្យគាត់នឹងប្រើអា skill មួយដែលជា skill ស្រូបឬក៏ skill លេបតបាក់ហ្នឹងដើម្បីស្រូបយក energy កម្លាំងពីខាងMiriamមិនចាំយូរទេនៅពេលដែល Miriam បកកាយវាប្រហាមកកាន់គាត់ក៏សាឡបងប្រើវិធីសាស្ត្រស្រូបនេះតែម្ដងហើយគាត់ក៏បានរកឃើញថាវាគឺពិតជាបានហើយបើសិនជាគាត់ធ្វើរឿងនេះរហូតទៅ Miriam ប្រកាសជាចុះខ្សោយហើយ curse មួយនឹងត្រូវបានបំផ្លាញក៏ដូចហើយគឺមិនចាំយូរទេនៅពេលដែល Miriam បកកាយវាប្រហាគាត់ក៏បានកិច្ចចុះកិច្ចឡើងហើយក៏ប្រើទម្រង់ជា slime នឹងបឺតយកនៅថាមពលក៏ដូចជាលេបទៅបាក់នៅថាមពលរបស់ Miriam ឃើញថាវាពិតជាបានផលពិតមែនដោយ Miriam គឺថាបើដូចជាបានអស់ថាមពលរលីងចេញពីខ្លួនអញ្ចឹងហើយរីមរុក៏ចាប់យកឱកាសនេះដើម្បីធ្វើតាមផែនការរបស់គាត់តែម្ដងក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Rafael Sang ក៏បាន alert ដើម្បីពមៀនទៅកាន់រីមរុថានេះគឺជាអន្ទាក់នោះទេដោយភ្លាមណា Miriam ដែលហាក់ដូចជាអស់កម្លាំងចេញពីខ្លួនរលីងទៅហើយហ្នឹងក៏បានបើកភ្នែករបស់នាងឡើងវិញដោយបានប្រើកណ្ដាប់ដៃរបស់នាងហ្នឹងបើកការវាប្រហារទៅកាន់រីមរុសូម្បីតែរីមរុគឺថាបានបោកនាងទៅមុខក៏ដោយក៏នាងបានស្ទុះត្រឡប់មកបើកការវាប្រហារទៅកាន់រីមរុវិញរីមរុនៅក្នុងចម្ងាយចិត្តបែបនេះគាត់មិនអាចគេចផុតពីការវាប្រហារមួយនឹងបាននោះទេគាត់បានត្រឹមតែរងចាំឲ្យការវាប្រហារនឹងមកដល់គាត់តែប៉ុណ្ណោះឃើញថាថាមពលនឹងគឺពិតជាខ្លាំងមែនទែនផ្ទុះពីងសូម្បីតែអ្នកខាងក្រៅនឹងក៏ពិតជាមានសេចក្តីបារម្ភទៅកាន់រីមរុខ្លាំងមែនទែនណាតែចំពោះរីមរុគាត់អីនោះឡើយព្រោះថាក្នុងគណៈពេលដែលការវាប្រហារនឹងហ៊ាននឹងដល់រីមរុគឺថាវេតារានឹងគឺថាមិនដឹងចេះអស់ចេញមកពីណាទេគឺថាលិចមុខចំមកគឺចំកដាការវាប្រហារហ្នឹងតែម្ដងដោយថាកដាប់ដៃរបស់រីមហ្នឹងគឺថាបានដាល់ទៅលើក្បាលរបស់វេតារាហ្នឹងគឺចង់កពិតក្បាលអស់គឺថាចង់បាក់កហើយណារីមរុគាត់ឃើញអញ្ចឹងគាត់អុកគូនដីតែម្ដងណាបានត្រឹមតែឧទានឈ្មោះវេតារា